ចម្រើនពរញាតិញោមទាំងអស់គ្នាថ្ងៃនេះយើងចូលសិក្សានៅមេរៀនព្រះអភិធម្មរបស់យើងបន្តនៅក្នុងណានៅក្នុងបរិច្ឆេទទី5នៃមេរៀនវិថីមុត្តសង្ឃៈការប្រព្រឹត្តទៅរបស់វិថីដែលក្រៅវិថីគឺបរិសទ្ធិចម្រើនពរនៅក្នុងភូមិ4ប្រភេទដែលយើងបានសិក្សាមកនឹងហើយមកដល់និរិយភូមិចម្រើនពរយើងមុននឹងសិក្សាខ្ញុំគណៈអាត្មាភាពសូមក្រាបថ្វាយបង្គំចំពោះគុណរបស់ព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងហើយសូមក្រាបថ្វាយបង្គំចំពោះគុណគ្រូអាចារ្យទាំងអស់ដែលធ្វើនៅសេចក្តីគោរពរាប់អានចំពោះអន្តេថេរៈគ្រប់ព្រះអង្គហើយចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាចម្រើនពរថ្ងៃនេះយើងសិក្សាបន្តនៅក្នុងអនិរិយភូមិនៃបរិសន្ធិសត្វទៅបរិសន្ធិនៅក្នុងទីកន្លែងនឹងដោយអំណាចនៃអកុសលកម្មយ៉ាងនៅអកុសលវិបាកហើយធ្វើកិច្ចបរិសន្ធិនៅក្នុងអបាយភូមិទាំង4ហ្នឹងដោយអំណាចបរិសន្ធិចិត្ត2ដួង1ដួងចម្រើនពរអហេតុកៈអកុសលវិបាកដែលប្រព្រឹត្តទៅនៅក្នុងវិថីមុត្តសង្ឃៈការសង្គ្រោះនៅការប្រព្រឹត្តទៅវិថីចិត្តហ្នឹងគឺធ្វើកិច្ចក្រៅទ្វារផុតចាកទ្វារហើយនៅមួយសត្វហ្នឹងគឺមានការទទួលនៅអកុសលវិបាកផ្សេងច្រើនប្រការទៀតនៅក្នុងគណៈដែលបរិសន្ធិរួចហើយគឺហៅថាប្រវត្តិកាលនោះចម្រើនពរមានការទទួលនៅអកុសលវិបាកហ្នឹងគឺច្រើនប្រការតទៅទៀតនៅក្នុងភពភូមិឋាននឹងឯងចម្រើនពរចឹងគឺថ្ងៃនេះយើងអានតទៅនៅក្នុងឧសតនរកចម្រើនពរឧសតនរកហ្នឹងគឺមានច្រើនប្រការណាចម្រើនពរមានច្រើនប្រការផ្សេងច្រើនចម្រើនពរដោយអំណាចនៃកម្មដែលសេសសល់អំពីមហានរកធំកម្មនៅមានការបដិសន្ធិនៅក្នុងនរកតូចហ្នឹងរហូតទៅដល់អស់កម្មនៅក្នុងនរកតូចហ្នឹងទៅមកបដិសន្ធិនៅក្នុងកំណើតប្រែតទៅទៀតហើយបើតាមនៃរបស់ព្រះពុទ្ធដីការបស់ព្រះអង្គសម្ដែងនៅក្នុងបៃដកលេខ1អំពីកំណើតប្រែតផ្សេងនៅក្នុងខាងក្រោយបំផុតរបស់បៃដកលេខ1ហ្នឹងចម្រើនពរហើយនៅក្នុងអត្ថកថាលោកប្រាប់ថានៅក្នុងអត្ថកថាសមន្តបាសាតិកាហ្នឹងគឺលោកប្រាប់ថាដែលរួចផុតអំពីនរកហ្នឹងគឺមិនមែនកើតមកជាមនុស្សភ្លាមលោកប្រាប់ថាទៅកើតនៅក្នុងកំណើតប្រែតផ្សេងទៀតបានដល់ថាសត្វហ្នឹងគឺដែលកំពុងមាននៅក្នុងកំណើតប្រែតដែលព្រះអង្គសម្ដែងនៅក្នុងបត្រៃពិដកហ្នឹងគឺមិនមែនថាសត្វហ្នឹងគឺធ្វើកម្មជាងឲ្យទៅកើតជាប្រែតទេគឺបានន័យថាទៅកើតជានរកសិនរួចពីនរកមកទៅកើតជាប្រែតដែលព្រះសម្មាសម្ពុទ្ធសម្ដែងនៅក្នុងពិដកលេខ1ហ្នឹងព្រះសម្មាសម្ពុទ្ធសម្ដែងអំពីកំណើតប្រែតទេចម្រើនពរប៉ុន្តែនៅក្នុងអត្ថកថាហ្នឹងគឺលោកប្រាប់ថាសត្វទាំងអស់ហ្នឹងធ្វើកម្មយ៉ាងនេះយ៉ាងនោះហើយការជាប្រែតយ៉ាងហ្នឹងគឺដោយអំណាចកម្មនេះកម្មនោះជាដើមដែលព្រះសម្មាសម្ពុទ្ធសម្ដែងផ្ទាល់ហ្នឹងអត្ថកថាលោកប្រាប់ថាមិនមែនកើតជាប្រែតទេកើតជាប្រែតភ្លាមតែម្ដងទេគឺមុននឹងបានមកកើតជាប្រែតហ្នឹងគឺទៅឆេះនៅក្នុងនរកសិនគណៈអស់កម្មហ្នឹងចម្រើនពរអស់កម្មនៅក្នុងនរកហ្នឹងហើយទើបបានមកកើតក្នុងកំណើតប្រែត
ប៉ុន្តែអស់កម្មហ្នឹងគឺអស់កម្មមួយចំណាយតែប៉ុណ្ណោះទេមិនមែនថាអស់កម្មទាំងអស់ដែលប្រព្រឹត្តទៅក្នុងសង្សារវដ្តហ្នឹងគឺបាបឈប់ហើយតែរួចពីនរកមកកើតជាប្រែតរួចពីប្រែតមកកើតជាមនុស្សហ្នឹងគឺបាបកម្មនៅក្នុងវដ្តសង្សារហ្នឹងគឺអស់ហើយមិនមែនទេចម្រើនព្រោះគ្រាន់តែអស់មួយចំនួនប៉ុណ្ណោះនៅមួយចំនួនធំទៀតអត់តាន់មានឱកាសឲ្យផលនោះនៅច្រើនតទៅទៀតចម្រើនព្រោះណាគ្រាន់តែអស់នេះគឺអស់កម្មមួយចំនួនតូចតែប៉ុណ្ណោះទេមិនមែនថាអស់កម្មបាបកម្មទាំងអស់ដែលធ្វើនៅក្នុងវដ្តសង្សារហ្នឹងគឺប្រមាណពីមុនមកឲ្យតែរួចពីនរកហ្នឹងរួចពីប្រែតហ្នឹងមកកើតជាមនុស្សដឹងថាបាបកម្មហ្នឹងគឺអស់ហើយមិនមែនទេចម្រើនព្រោះណាគឺនៅមានច្រើនមួយចំណែកតែប៉ុណ្ណោះចម្រើនព្រោះអញ្ចឹងគឺថ្ងៃនេះយើងអាននៅក្នុងប្រភេទរបស់ឧសទ្ទនរក8រណ្ដៅដែលសម្ដែងនៅក្នុងគម្ពីរលោកបញ្ញត្តិបកទី1គឺនរកដែលមានរណ្ដៅពេជ្រដោយធ្យូងណារងើកភ្លើងហៅថាអង្គីរៈកាសុនិរិយៈណានិរិយៈហ្នឹងគឺជាពាក្យវេវចនៈរបស់សត្វនរកផ្ទាល់កំបានហើយពាក្យវេវចនៈរបស់ប្រើជំនួសរបស់សត្វនិរិយបាលមិនមែនជាសត្វនរកដោយត្រង់នោះគឺពួកនិរិយបាលដែលធ្វើទរណកម្មដល់សត្វនរកនោះក៏បានដែរណាអញ្ចឹងគឺនិរិយៈហ្នឹងសម្ដៅដល់សត្វនរកដោយត្រង់ក៏មានសម្ដៅដល់និរិយបាលដែលធ្វើទរណកម្មដល់សត្វនរកហ្នឹងក៏មានដែរបាច់ពីចម្រើនពរប៉ុន្តែក្នុងទីនេះគឺសំដៅដល់សត្វនរកតែម្ដងណាទី2គឺនរកទឹកដែកណាទឹកប៉ុណ្ណេះដែកចម្រើនពរទឹកស្លោដែកដែលគេយកដែកទៅស្លហ្នឹងហើយមានចម្រាញ់ហ្នឹងវាមានទឹកហ្នឹងចម្រើនពរហ្នឹងគឺទឹកដែកហ្នឹងគឺក្តៅអញ្ចឹងចម្រើនពរហ្នឹងហៅថាលោហៈរសៈនិរិយៈរសៈហ្នឹងគឺប្រែថាទឹកចម្រើនពរលោហៈហ្នឹងគឺប្រែថាលោហៈណាលោហៈគឺស្ពាន់ណាចម្រើនពរអាទឹកស្ពាន់ហ្នឹងបើថាខ្មែរយើងហៅថាទឹកស្ពាន់ប៉ុន្តែបាលីហៅថាណាទង់ដែកលោហៈចម្រើនពរលោហៈហ្នឹងគឺខ្មែរយើងហៅថាស្ពាន់ឬថាទង់ដែកនេះចម្រើនពរមិនមែនដែកធម្មតានោះទេចម្រើនពរណាចម្រើនពរហ្នឹងគឺនរកទី2ហើយនរកទី3គឺនរកផេះគឺហៅថាកុគុលៈនិរិយៈណាកុគុរៈនិរិយៈនរកទី4គឺនរកទឹកក្តៅហៅថាអខិសមោទកនិរិយៈណានរកទឹកក្តៅទី6គឺនរកខ្ទិះទង់ដែកហៅថាលោហៈគម្ភីនិរិយៈណាដែលពួកសេដ្ឋី4នាក់ធ្លាក់ទៅក្នុងនរកហ្នឹងហៅថាលោហៈគម្ភីនរកហ្នឹងគឺជាបរិវាររបស់មហានរកដែរមានអាយុការដែលធ្លាក់ទៅក្នុងទីហ្នឹងគឺលោកប្រាប់ថាមិនដឹងថារួចផុតឆ្នាំណាប៉ុន្តែគឺពេលដែលលេចទៅចាប់ផ្ដើមធ្លាក់ទៅហ្នឹងគឺលេចពីមាត់ផ្ទះទៅដល់បានផ្ទះហ្នឹងគឺ30000ឆ្នាំហើយចាប់តាំងអំពីបាតផ្ទះលេចមកអណ្ដែតឡើងលើវិញគឺ30000ឆ្នាំត្រូវជា60000ឆ្នាំចម្រើនពរហ្នឹងគឺលេច30000ឆ្នាំអណ្ដែត30000ឆ្នាំប៉ុន្តែមិនដឹងថារួចផុតក្នុង60000ឆ្នាំហ្នឹងគឺអត់ណាសត្វខ្លះក៏រួចផុត60000ឆ្នាំហ្នឹងទៅប៉ុន្តែសត្វខ្លះគឺមិនអាចដើម្បីរួចផុតក្នុង60000ឆ្នាំហ្នឹងក៏មានដែរដូចជាអីដូចជាសេដ្ឋីបុត្រ4នាក់ពេលតែធ្លាក់ទៅ30000ឆ្នាំហើយដល់បាតផ្ទះដែលឡើងវិញ30000ឆ្នាំហើយដល់មកបាតដល់មកមាត់ផ្ទះហ្នឹងគឺដើម្បីនឹងពោលថាចម្រើនពោលថាពោលគេថាមួយប៉ុន្តែពោលអត់តន់ណាពោលបានតែអក្សរអក្ខរៈមួយទុសៈអ្នកសោហ្នឹង
ហើយក៏លេចទៅវិញមិនមែនរួចផុតណាកាលដែលលេចទៅគឺ30000ឆ្នាំហើយដែលឡើងមកវិញគឺ30000ឆ្នាំ60000ឆ្នាំហើយក្នុងកាពីលោកប្រាប់ថាអត់មានរួចទេណាគឺលេចទៅវិញឃើញទេអញ្ចឹងគឺបានន័យថាក្នុងរយៈអាយុដែលលេចហើយនឹងដែលឡើងវិញហ្នឹងគឺប្រើពេលរយៈពេល60000ឆ្នាំរបស់សត្វនរកហ្នឹងប៉ុន្តែដែលរួចផុតនោះគឺតារាបណាដែលអស់កម្មនោះចម្រើនពរណាមិនដឹងថាប្រហែលឆ្នាំតទៅទៀតទេតារាបណាដែលអស់កម្មហ្នឹងគឺនៅបន្តអស់អានេះគឺរមែងទទួលនៅអកុសលវិបាករបស់កម្មដែលបានសន្សំមកហើយហ្នឹងវាមិនតន់អស់ហ្នឹងវានៅក្នុងទីហ្នឹងគឺតទៅទៀតដែរដូចជាយើងអញ្ចឹងគឺកម្មមិនតន់អស់អានេះគឺត្រូវតែមានអាយុជីវិតនេះគឺរស់នៅតទៅទៀតចម្រើនពរយ៉ាងណាគឺសត្វនរកហ្នឹងក៏កំណត់អីពិតប្រាកដនោះគឺមិនពិតទេប៉ុន្តែលោកកំណត់ហ្នឹងគឺដោយភាគច្រើនអាយុប៉ុន្តែដោយពិតប្រាកដដូចគ្នាទាំងអស់កំណត់ថាប៉ុណ្ណេះប៉ុណ្ណោះទាំងអស់ដូចគ្នាទៀងទាត់ពិតប្រាកដអាហ្នឹងគឺអត់ទេចម្រើនពរហ្នឹងគឺលោហៈគុម្ភីនរកគុម្ភៈនិរិយៈទី1នេះគឺនរកឧច្ចារៈស្អុយណាឧច្ចារៈស្អុយហៅថាគោធៈនិរិយៈរណ្ដៅលមុខចម្រើនពរហើយទី7នេះគឺនរកព្រៃឈើរកាហៅថាសិម្ពលិវណៈនិរិយៈនរកទី8នេះគឺនរកស្ទឹងទឹកប្រៃដែលមានវល្លិផ្ដៅបន្លាស្រួចហៅថាវេតារណីនិរិយៈអានេះគឺមាននៅក្នុងបជាដកដែលព្រះបាទនៅបរិជាចុះទៅក្នុងនរកហ្នឹងហើយបានសាកសួរនៅក្នុងនរកទាំងអស់ហ្នឹងចម្រើនពរមានឈ្មោះវេតារណីនរកហ្នឹងណាសំដែងនៅក្នុងបត្រៃបិដកហ្នឹងគឺច្រើនជាងនឹងទៀតចម្រើនពរណាមិនមែនត្រឹមតែណាវេតានិតណាវេតានិតនៅក្នុងកម្ពីនេះគឺលោកបានប្រាប់អំពីសត្វនរកទាំងអស់ហ្នឹងអំពីគោធៈនរកណាលោកសម្ដែងអំពីគោធៈនរកនៅក្នុងកម្ពីណាកម្ពីលោកបញ្ញត្តិនឹងឯងប៉ុន្តែលោកបានអធិប្បាយប៉ុន្តែក្នុងទីនេះគឺអាត្មាបានដោះស្រង់តិចតួចឲ្យចម្រើនពរលោកប្រាប់ថាគោធៈនរកគឺនរកឧច្ចារៈស្អុយមានសត្វនរកទាំងឡាយដែលមានអកុសលសេសសល់អំពីសោយកម្មសោយវិបាករបស់កម្មនៅក្នុងមហានរករួចហើយសូម្បីផុតអំពីមហានរកនឹងហើយក៏មិនអាចដើម្បីរួចផុតអំពីនរកណាហៅថាគូធនរកនឹងដែរត្រូវសោយទុកតទៅនៅក្នុងរណ្ដៅនរកនេះដែលជាបរិវារចិត្តនៅក្នុងមហានរកទី1គូធនរកនេះគឺត្រូវដាក់ទោសទរណកម្មនៅក្នុងរណ្ដៅឧច្ចារៈលក្ខណៈរបស់គោធនរកនេះគឺពេញទៅដោយពេញទៅដោយសត្វដង្កូវមានមាត់ហ្នឹងគឺស្រួចដូចជាម្ជុលដង្កូវហ្នឹងគឺមានមាត់ស្រួចដូចជាម្ជុលហើយខ្លួនដង្កូវហ្នឹងគឺប៉ុនសត្វតម្រៃចម្រើនពរគោធនរកហ្នឹងគឺដង្កូវហ្នឹងគឺសត្វមាត់ស្រួចដូចជាម្ជុលហើយសត្វដង្កូវហ្នឹងគឺប៉ុនសត្វតម្រៃកាលណាដែលសត្វនរកធ្លាក់ចុះទៅក្នុងគោធនរកហើយសត្វដង្កូវទាំងនោះក៏សម្ដែងនៅអាការៈតបស្លុតត្រេកអរចិត្តហើយមិនបងធ្លាក់ទៅមុនដំបូងទៅធ្វើឲ្យសត្វហ្នឹងវាកើតភ័យព្រមក៏ពេញចិត្តវិញព្រមបានចំណីអាហាររបស់វាចូលមកសត្វដង្កូវទាំងអស់នោះក៏នាំគ្នាមករុំប៉តចោះចិត្តស៊ីសត្វនរកដែលធ្លាក់ចុះក្នុងនោះគួរឲ្យភ័យខ្លាចនៅសល់តែឆ្អឹង
ចម្រើនពរចឹកស៊ីសាច់របស់សត្វនរកដែលធ្លាក់ទៅហ្នឹងគឺសត្វដង្កូវហ្នឹងគឺប៉ុនប៉ុនសត្វដំរីហើយក៏ស៊ីអស់នៅសល់តែឆ្អឹងហើយក៏ចម្រើនពរហើយក៏ចោះនៅឆ្អឹងរបស់សត្វនរកនោះឲ្យបែកធ្លាយទៅអស់ហើយលោកប្រាប់ថាដង្កូវពួកខ្លះមានតូចតូចណាដង្កូវពួកខ្លះទៀតតូចតូចក៏ស្ទុះទៅក្នុងមាត់សត្វនរកនោះណាហើយក៏ជញ្ជក់បឺតនៅពោះវៀនសត្វនរកអីទាំងអស់នេះចម្រើនពរថ្លើមប្រមាត់បេះដូងអីរបស់សត្វនរកហ្នឹងស៊ីទៅខាងក្នុងទៀតអាសត្វដង្កូវប៉ុនប៉ុនសត្វតម្រៃហ្នឹងក៏ចោះចឹកនៅសត្វនរកហ្នឹងគឺស៊ីសាច់អស់ខាងក្រៅអាសត្វដង្កូវដែលចូលទៅខាងក្នុងចូលទៅតាមមាត់ហ្នឹងបានចោះផឹកនៅឈាមចូលទៅតាមមាត់តាមត្រចៀកតាមច្រមុះតាមអីហ្នឹងក៏បានកាត់នៅពោះវៀនកាត់នៅឈាមកាត់នៅថ្លើមកាត់នៅប្រមាត់កាត់នៅកាពះបរិភោគរហូតដល់អស់នៅសល់តែឆ្អឹងហើយនៅសល់តែឆ្អឹងហ្នឹងហើយក៏យកនៅមាត់ដែលជាស្រួចដូចជាមជុលហ្នឹងក៏ចឹកបបែកឆ្អឹងហ្នឹងគឺឲ្យបែកខ្ទេចខ្ទីអស់សត្វនរកនោះក៏កើតនៅក្នុងទីហ្នឹងដដែលទៀតដរាបណាគឺមិនតាន់អស់កម្មទេគឺរមែងបដិសន្ធិនៅក្នុងទីហ្នឹងដដែលតទៅទៀតអាហ្នឹងគឺគោធៈនរកចម្រើនពរបន្តទៅលោកប្រាប់ថានរកទី2គុក្គរៈនរកណាគុក្គរៈនរកនេះគឺជាឈ្មោះនរកណាផេះណានរកផេះចម្រើនពរណាត្រង់កន្លែងនរកផេះណានរកផេះនេះលោកប្រាប់ថាសត្វនរកទាំងឡាយដែលរួចផុតអំពីមហានរកហើយមហានរកនោះគឺមានកំផែងព័ទ្ធជុំវិញដែលកំផែងព័ទ្ធជុំវិញរបស់មហានរកនោះគឺមានគូធៈគុក្គរៈណាគុក្គរៈនរកនេះគឺនៅតាមមាត់ជាកំផែងនឹងឯងណាដែលជាប់តបគ្នាអំពីមកអំពីគូធៈនរកគូធៈនរកហ្នឹងគឺនៅជាប់តល់ជាមួយនឹងមហានរកហើយរួចពីគូធៈនរកមកមាននរករណ្ដៅមួយទៀតគឺឈ្មោះថាគុក្គរៈនរកសត្វនរកទាំងឡាយដែលមានអកុសលកម្មដែលនៅសេសសល់អំពីគូធៈនរកនោះណារួចផុតអំពីគោធនរកនោះហើយក៏ត្រូវតែពួកនិរិយបាលទាំងឡាយដាក់ទោសទោសទរណកម្មនៅក្នុងនរកដែលជាបរិវារទី2នេះគឺតទៅគុក្គរៈនរកនេះតាំងនៅក្នុងជាប់តគ្នាជាមួយនឹងគូធនរកលក្ខណៈរបស់គុក្គរៈនរកនេះពេញទៅដោយផេះភ្លើងក្តៅសម្រាប់ដុតនៅសត្វនរកទាំងឡាយដែលធ្លាក់ទៅក្នុងទីហ្នឹងតែបដិសន្ធិនេះគឺធ្លាក់ហ្នឹងគឺបានតែបដិសន្ធិនៅក្នុងទីហ្នឹងឲ្យឆេះដោយអំណាចនៃផេះភ្លើងនោះឯងទទួលទុក្ខវេទនាយ៉ាងខ្លាំងក្លាត្រូវផេះនោះដុតនៅក្បាលណាឲ្យឆេះល្អិតណាល្អិតជាល្អិតជាផេះតូចតូចអាផេះភ្លើងហ្នឹងគឺដុតឆេះនៅសត្វនរកហ្នឹងឲ្យទៅជាកំណាត់ផេះតូចតូចខ្លាំងទៅជាភ្លើងល្អិតតូចតូចកាលដែលបាបកម្មដែលនៅសេសសល់មិនតាន់អស់ដរាបណាក៏ត្រូវស្លាប់ហើយកើតនៅក្នុងនរកនេះគឺតទៅទៀតអាហ្នឹងគឺគុក្គរៈនរកផេះនេះចម្រើនពរតទៅគឺអសិបត្តនរកអសិបត្តនរកនេះគឺនរកព្រៃឈើដែលមានដាវណាដែលមានសន្លឹកជាដាវលំពេគ្រាដែលសត្វនរកទាំងឡាយផុតអំពីគុក្គរៈនរកហើយណាផុតអំពីនរកទី2ហ្នឹងហើយគុក្គរៈនរកហ្នឹងហើយក៏នៅអកុសលកម្មដែលនៅសេសសល់ដែលនៅបន្តអស់នោះក៏ដល់ផុតអំពីនរកផែនហ្នឹងហើយក៏ទៅបរិសន្ធិនៅក្នុងនរកដែលជាបរិវារតទៅទៀតគឺអសិបត្តនរក
អសេតបត្តានរកនេះសត្វនរកត្រូវបៀតបៀននៅក្នុងនរកព្រៃឈើដែលមានសន្លឹកជាផ្លែដាវដែលនៅតជាប់ជាមួយនឹងគុកុរៈនរកលក្ខណៈរបស់អសេបត្តានរកនេះមានលក្ខណៈដូចជាឧទ្យានដូចជាឧទ្យានមានដើមឈើនឹងគឺណែនាំតាំងតាប់ដូចជាដើមស្វាយមានសត្វដែលនៅមិនតាន់អស់កម្មក៏ធ្លាក់ទៅក្នុងទីហ្នឹងក្នុងឧទ្យានហ្នឹងហើយឃើញមានផ្លែឈើធំក៏តាំងចិត្តថានឹងទៅអង្គុយក្រោមផ្លែឈើនោះក្រោមដើមឈើនោះដើម្បីសម្រាកក៏ប៉ុន្តែពេលដែលទៅអង្គុយក្រោមដើមឈើនោះភ្លាមដោយការតាំងចិត្តយ៉ាងហ្នឹងសន្លឹកឈើដូចជាសន្លឹកដើមឈើស្វាយនោះហើយជាមួយនឹងផ្លែឈើសុទ្ធតែជាលំពែងសុទ្ធតែជាដាវក៏ធ្លាក់ចុះចាក់ដោតសត្វនរកនោះឯងចម្រើនពរដាច់កខ្លះដាច់ជើងខ្លះដាច់ក្បាលខ្លះដាច់ខ្លួនដោយប្រការៈផ្សេងសត្វនរកនោះក៏ត្រូវទុកទោសទរណកម្មនៅក្នុងទីនោះពេលនោះដែលជាកំណាត់យ៉ាងនឹងហើយសត្វនរកកំពុងតែស្រែកយំយ៉ាងនោះគឺមានឆ្កែធំឆ្កែនីមួយមានទំហំប៉ុនសត្វដំរីក៏ស្ទុះមកបរិភោគដណ្ដើមគ្នាហើយស៊ីនៅសត្វនរកដែលត្រូវដាវលំពែងដែលជាស្លឹកឈើដាវលំពែងនោះកាត់ជាកំណាត់តូចហើយសត្វឆ្កែនោះក៏ដណ្ដើមគ្នាហែកនៅកំណាត់សាច់នោះបរិភោគរហូតទៅដល់សត្វនរកនោះព្រមជាមួយនឹងអកុសលវិបាកដ៏មានសភាពទុក្ខក្រោតក្រៀតយ៉ាងក្រៃលែងមិនបានក៏ស្លាប់ទៅក្នុងពេលនោះហើយក៏ដរាបណាកម្មនោះមិនតាន់អស់ក៏បដិសន្ធិនៅក្នុងនរកនឹងគឺតទៀតបើថាកម្មហ្នឹងគឺអស់ទៅក៏រួចផុតទៅទីកន្លែងផ្សេងជាដើមចឹងទៅប៉ុន្តែបើកម្មដែលទទួលនៅក្នុងនរកហ្នឹងវាសភាពយ៉ាងហ្នឹងវាអត់តាន់អស់ក៏ទទួលនៅបាបកម្មបដិសន្ធិនៅក្នុងនរកប្រភេទហ្នឹងទទួលនៅអកុសលវិបាកប្រភេទហ្នឹងស្តៀងយ៉ាងហ្នឹងដោយកាលមុនហ្នឹងគឺតទៅទៀតប៉ុន្តែបើកម្មហ្នឹងគឺអស់គឺទៅបដិសន្ធិនៅក្នុងនរកប្រដៅផ្សេងតទៅទៀតហើយបើថាកម្មដើម្បីទទួលនៅវិបាកប្រភេទហ្នឹងគឺមិនតទៅអស់ណាព្រោះនៅបដិសន្ធិនៅក្នុងទីហ្នឹងតទៅទៀតចម្រើនពរហើយតទៅវេតានរិនរកនេះវេតាវេតរណីនរកលោកប្រាប់ថានរកដែលមានទឹកមានទឹកប្រៃហើយមានបន្លាហ្នឹងគឺសត្វមានបន្លាហ្នឹងគឺផ្ដៅចម្រើនពរការដែលសត្វនរករួចផុតអំពីកំផែងរបស់អសិបតនរកហើយបានន័យថាមកបរិសន្ធិនៅក្នុងទីទាំងហើយវាអស់កម្មនៅក្នុងអសិបតនរកដើមឈើដែលមានសន្លឹកជាផ្លែដាវផ្លែឈើសុទ្ធតែជាផ្លែដាវហ្នឹងចម្រើនពរសត្វនរកនោះក៏មានអកុសលកម្មដែលនៅសេសសល់សូម្បីតែរួចផុតអំពីអសិបតនរកនោះហើយក៏នៅមិនអស់កម្មនោះដរាបណាក៏មកបដិសន្ធិនៅក្នុងវេតារណីនរកនេះគឺតទៅវេតានៃវេតារណីនរកនេះជាលំដាប់ទី4ជាប់នៅក្នុងអសិបតនរកលក្ខណៈរបស់វេតារណីនរកនេះគឺមានទឹកប្រៃក្តៅក្រហល់ក្រហាយទឹកនោះវាប្រៃប៉ុន្តែក្តៅក្រហល់ក្រហាយទៀតតាំងនៅអស់ជួរកាប់តាំងនៅអស់មួយ
គឺនរកហ្នឹងវាតាំងនៅអស់មួយកាប់អញ្ចឹងដែរម្ដងចម្រើនពរមានសត្វនរកមានសត្វនរកឃើញហើយក៏ទឹកហ្នឹងទឹកសត្វទឹកនៅក្នុងនរកហ្នឹងគឺសត្វនរកទាំងឡាយដែលបរិសន្ធិនៅក្នុងទីហ្នឹងក៏ឃើញហើយក៏យល់ឃើញថានេះគឺជាទឹកថ្លាគួរឲ្យបរិភោគព្រោះសត្វនរកនោះកំពុងតែស្រេកឃ្លានហៀវហត់ផងក៏នាំគ្នាស្ទុះទៅផឹកទឹកនៅក្នុងវេតាស្ទឹងវេតានរណីហ្នឹងចម្រើនពរដោយបំណងថានឹងបំបត្តិនៅសេចក្តីស្រេកឃ្លានទុក្ខលំបាកក្តៅក្រហើបក្រហាយដែលត្រូវភ្លើងឆេះនោះពេលដែលផឹកនៅទឹកក្នុងស្ទឹងវេតានរណីនោះហើយក៏រឹងរឹតទៅនាំឲ្យឆេះរូងចំពោះឆេះរូងក្នុងទ្រូងខាងក្នុងហើយក៏ក្តៅក្រហល់ក្រហាយខ្លោចផ្សាព្រោះទឹកនោះគឺមានជាតិប្រៃទឹកនោះមានភាពក្តៅក្រហាយយ៉ាងខ្លាំងធ្វើឲ្យសត្វនរកនោះបំរះនន្នាលទៅវិញទៅមកដូចជាមនុស្សយកនៅដាវយកនៅលំពែងចាក់សត្វនរកនោះឯងហើយពេលដែលសត្វនរកនោះបំរះនន្នាលក៏ត្រូវផ្ដៅសន្លឹកផ្ដៅដែលមានបន្លាជាដែកដែលមានសភាពក្តៅនោះក៏បានកាត់នៅសត្វនរកនោះឲ្យដាច់ជាកំណាត់ក្តៅក្រហល់ក្រហាយយ៉ាងខ្លាំងចម្រើនពរអាហ្នឹងគឺលោកសំដែងច្រើនណាអាត្មាអានតែប៉ុណ្្នឹងបានចម្រើនពរហ្នឹងគឺនៅក្នុងវេតានរកណាហើយពេលដែលកាត់ដើរឆាយគឺមានសត្វឆ្កែសត្វថ្មាអីគឺមកចឹកមកស៊ីអីហ្នឹងគឺតទៅចម្រើនពរតទៅទៀតតារាបណាដល់អស់កម្មទៅហើយសត្វរកហ្នឹងគឺទ្រាំអត់បានជាមួយនឹងអកុសលវិបាកហ្នឹងក៏ស្លាប់ទៅដូចជាមនុស្សយើងគឺទ្រាំជាមួយការឈឺអត់បានវាត្រូវតែស្លាប់អញ្ចឹងហើយស្លាប់ទៅលោកប្រាប់ថាបើកម្មហ្នឹងគឺអត់អស់ទេក៏បរិសន្ធិនៅក្នុងនរកហ្នឹងគឺតទៅចម្រើនពរតទៅទៀតហើយបើថាអស់ទេអាហ្នឹងគឺទៅបរិសន្ធិនៅក្នុងនរករណ្ដៅផ្សេងតទៅទៀតទៅចម្រើនពរហ្នឹងគឺនរក8រណ្ដៅនឹងទៀតហ្នឹងណាចម្រើនពរទទួលនៅសេចក្តីទុក្ខលំបាកច្រើនប្រការទៀតហើយបូករួមមកគឺបរិវាររបស់នរកឧសទានរកហ្នឹងក៏មានទៀតចម្រើនពរមិនមែនត្រឹមតែប៉ុណ្្នឹងណាមហានរករណ្ដៅនីមួយមានឧសទានរក32រណ្ដៅតូចព័ទ្ធជុំវិញគឺមហានរករណ្ដៅនីមួយមានទ្វារ4ក្នុងទ្វារនីមួយមានឧសទានរក4រណ្ដៅក្នុងទ្វារមួយនេះគឺមាន4រណ្ដៅចម្រើនពរហើយមានទ្វារ4ចម្រើនពររណ្ដៅនរកឧសទាមួយនេះគឺមានទ្វារ4ហើយក្នុងទ្វារមួយហ្នឹងគឺមាន4រណ្ដៅតូចតទៅទៀតនៅគ្រប់ទាំង4 4រណ្ដៅនៅគ្រប់ទាំង4មកអញ្ចឹង4គុណ4វាស្មើនឹង16ហើយ16ស្មើនឹងគុណមហាឧសទានរក8រណ្ដៅនឹងទៀតវាត្រូវជា122រណ្ដៅមានឧសទានរក122រណ្ដៅនៅជុំវិញមហានរក8រណ្ដៅធំបូកឧសទានរក128រណ្ដៅនិងមហានរក8រណ្ដៅទៀតត្រូវជា136រណ្ដៅធំមួយរណ្ដៅតូច128គុណនឹង8ត្រូវជា136រណ្ដៅអញ្ចឹងគឺច្រើនណាស់ចម្រើនពរតទៅគឺប្រភេទនៃអវិជ្ជានរកក្នុងសាលាយតនៈសង្យុត្តអត្តកថានិងអង្គត្រនិកាយអត្តកថាសម្ដែងថាអវិជ្ជានរកមាន12ប្រភេទគឺអវិជ្ជាហ្នឹងគឺច្រើនតទៅទៀតចម្រើនពរចឹងគឺនរកហ្នឹងគឺច្រើនណាចម្រើនពរឧសទាហ្នឹងវាណែណាំងតាន់តាប់រណ្ដៅមិនដឹងថារណ្ដៅនេះរណ្ដៅនោះព្រោះប្រកម្មរបស់សត្វហ្នឹងគឺមានការប្រព្រឹត្តធ្វើគឺមិនដូចគ្នាអញ្ចឹងទៅវាធ្លាក់ទៅក្នុងរណ្ដៅតាមសំគួរដល់កម្ម
ចម្រើនពរតាមសំគួរដល់កម្មមិនមែនថាធ្វើកម្មអីក៏ធ្លាក់ទៅក្នុងរណ្ដៅជាមួយគ្នាគឺក៏អត់ទេព្រោះនរកហ្នឹងគឺមានច្រើនរណ្ដៅសម្រាប់ទទួលនៅសត្វដែលមានប្រព្រឹត្តនៅកម្មយ៉ាងណាផ្សេងគ្នាក៏ធ្លាក់ទៅរណ្ដៅនរកដែលសំគួរជាមួយនឹងអកុសលកម្មដែលខ្លួនឯងបានធ្វើសម្រាប់ហើយហ្នឹងណាគឺមហានរក12រណ្ដៅតទៅទៀតហ្នឹងគឺមហាបហាសនិរិយៈទី2គឺអបរាជិតនិរិយៈអានេះគឺមាននៅក្នុងគម្ពីរលោកបញ្ញត្តិហ្នឹងមានការអធិប្បាយណាប៉ុន្តែក្នុងទីនេះគឺដកស្រង់មកតែឈ្មោះចម្រើនពរណាទី3ហ្នឹងគឺអពុទ្ធនិរិយៈទី4គឺនិរពុទ្ធនិរិយៈទី5គឺអពនិរិយៈទី6គឺអហហនិរិយៈទី7គឺអត្តនិរិយៈទី8គឺគុមុតនិរិយៈទី9គឺសោកន្តិកនិរិយៈទី10គឺឧបលៈនិរិយៈទី11គឺបណ្ដរិកនិរិយៈទី12គឺមហាបតុមនិរិយៈអានេះគឺមិនមែននេះទេគឺឈ្មោះអាយុណាចម្រើនពរអាយុរបស់នឹងគឺឧបលៈចំនួនសង្ឃាណាចំនួនការពេលវេលាណាគឺក្នុងកម្ពីអភិធានហ្នឹងគឺលោកមានប្រាប់ចំនួនប្រមាណរទេសគោស្រូវហ្នឹងគឺប្រមាណរទេសគោឈ្មោះថាអពុទ្ធៈចំនួនស្រូវហ្នឹងគឺប្រមាណរទេសគោទើបឈ្មោះថាគុកមុទៈអីជាដើមហើយស្រូវហ្នឹងគឺថែមឡើងប្រមាណរទេសគោទ្វេឡើងទៀតឈ្មោះថាសោកន្តិកៈហើយរាប់ចំនួនស្រូវដែលប្រមាណរទេសគោនឹងមិនដឹងថាប្រមាណទេច្រើនណាស់ចម្រើនពោះតទៅទៀតទៅឈ្មោះថាមហាបតុមនិរិយៈឯជាដើមអានឹងគឺសម្ដែងដល់ចំនួនឆ្នាំរបស់សត្វនរកដែលរស់នៅក្នុងទីហ្នឹងណាចម្រើនពោះមានអាយុប៉ុណ្ណេះអញ្ចឹងទើបមានការជោគទៅអស់ទៅហើយចម្រើនពោះហើយកាលណាដែលកម្មហ្នឹងវាអស់ក៏ផុតតាំងពីហ្នឹងទៅកណាកម្មហ្នឹងគឺមិនតាន់អស់ក៏បរិសន្ធិនៅក្នុងទីហ្នឹងគឺតទៅទៀតហើយហ្នឹងគឺចំនួនអាយុកាលវេលានេះឈ្មោះហ្នឹងគឺមិនមែនឈ្មោះដូចជាមហាបតុមាហ្នឹងគឺមិនមែនផ្កាឈូកទេគឺឈ្មោះការចំនួនរាប់ចម្រើនពរហ្នឹងគឺនៅក្នុងកាពីអភិធានហ្នឹងគឺលោកបានប្រាប់ចឹងតទៅគឺការសម្ដែងនៅទុកដែលនាំឲ្យសត្វទាំងឡាយទៅកើតនៅក្នុងនរកទី1ព្រះរាជាអាមាត្យនិងសត្វទាំងឡាយទូទៅដែលមានកាយពលមានបរិវារច្រើនហោគៈពលៈណាមានកម្លាំងណាមានទ្រព្យច្រើនហោគៈពលៈហ្នឹងភោគៈហ្នឹងគឺបាននៃទ្រព្យសម្បត្តិពលៈហ្នឹងប្រែថាច្រើនមិនមែនកម្លាំងយើងទេចម្រើនពុទ្ធណាជាពាក្យវិវចនារបស់ពាក្យថាមហាហ្នឹងគឺច្រើនណាអាណាពលៈមានអំណាចធំណាពលៈហ្នឹងគឺច្រើនហើយអាណាហ្នឹងគឺបានន័យថាអំណាចក្នុងជាតិមុនបានបៀតបៀនបុគ្គលឬថាសត្វដែលទៀបជាងខ្លួនដោយសភាពមិនត្រឹមត្រូវទៅតាមធម៌ឬពួកមហាចោរដែលបានប្លន់និងបំផ្លាញភូមិស្រុករហូតដល់សម្លាប់មនុស្សហើយក៏យកទ្រព្យសម្បត្តិជៀសចេញទៅបុគ្គលដូចដែលបានពោលមកនេះកាលបើស្លាប់ហើយនឹងត្រូវអានេះគឺនឹងត្រូវចម្រើនពរនឹងត្រូវទៅសោយទុក្ខក្នុងសញ្ជីវៈនរកដោយចំណាយច្រើនណាចម្រើនពរហ្នឹងគឺសញ្ជីវៈនរកហ្នឹងគឺទៅបុគ្គលធ្វើបាបកម្មស្តៀងហ្នឹងប៉ុន្តែមិនមែនលោកនិយាយក្នុងទីនេះគឺមួយចំណែកតូចទេចម្រើនពរតាមពិតគឺធ្វើបាបកម្មហ្នឹងគឺច្រើនផ្សេងមានចំណាប់ផ្សេងតទៅទៀតក៏អាចទៅក្នុងធ្លាក់ទៅក្នុងសញ្ជីវៈនរកហ្នឹងដែរទី2គឺបុគ្គលអ្នកបៀតបៀនឬថាសម្លាប់ភិក្ខុសាមណេរតបៈឬថាពេជ្ជឃាតអ្នកមានអតិសម្លាប់មនុស្សណាមនុស្សហ្នឹងគេបាបគេធ្វើកម្មធ្វើទោសចំពោះនឹងខុសច្បាប់ប្រតទេប៉ុន្តែទៅជាប់គុកជាប់ចវៈអីអ្នកដែលធ្វើទុកទរណកម្មគេនេះគឺបាបដូចគ្នាចម្រើនពរមិនមែនប៉ុនទេចម្រើនពរណាអ្នកដែលធ្វើទុកទរណកម្មសម្រាប់ពេជ្ជឃាតអីជាដើមហ្នឹង
ធ្លាក់ទៅក្នុងទីហ្នឹងដូចគ្នាសូម្បីតែមនុស្សហ្នឹងគេមានទោសខុសច្បាប់នៅក្នុងប្រទេសជាតិទៅលួចទៅប្លន់គេអានេះគឺបាបកម្មគេប៉ុន្តែទៅជាប់គុកជាប់ច្រវាក់ហើយបៀតបៀនព្រះរាជាដាក់បញ្ជាឲ្យបៀតបៀនហ្នឹងព្រះរាជាហ្នឹងក៏បាបដែរមិនមែនបាបដែរមិនមែនថាអត់បាបទេអញ្ចឹងគឺសង្សារវដ្តហ្នឹងអាទោសរបស់វត្តដាក់ហ្នឹងគឺលោកសម្ដែងអានេះគឺទោសរបស់វត្តដាក់ប៉ុន្តែសាសលោកមិនឃើញទោសអញ្ចឹងណាឃើញថាណែឯងធ្វើបាបយើងណែឯងធ្វើខុសយើងសម្លាប់យើងបៀតបៀនណែឯងគឺអត់បាបទេមិនមែនអញ្ចឹងទេអានេះគឺអវិជ្ជាតានៅកិលេសវត្តតាហ្នឹងវាយកឃើញអញ្ចឹងណាយល់ឃើញថាវាមិនមែនទោសណាដូចជាការអវិជ្ជានិងតណ្ហានេះគឺជាឫសគល់នៃវត្តៈឬក៏នៃសេចក្តីទុក្ខរបស់វត្តៈប៉ុន្តែសត្វលោកនេះសត្វលោកមិនបានឃើញអញ្ចឹងណាមិនបានឃើញតែអវិជ្ជាជាមួយតណ្ហាហ្នឹងការប្រាថ្នាត្រូវការកើតទៀតនេះគឺជាទុក្ខណាក៏សម្គាល់ថាធ្វើបុណ្យធ្វើទានប្រាថ្នាឲ្យកើតនៅក្នុងអត្តភាពជាមនុស្សជាអត្តភាពអញ្ចេះទៅតរទៀតទៅបានណាបើធ្វើបុណ្យឲ្យមិនប្រាថ្នាអត់បានទេឃើញទេប៉ុន្តែព្រះសម្មាសម្ពុទ្ធផ្ទុយវិញព្រះអង្គសម្ដែងថាអវិជ្ជាជាមួយតណ្ហានឹងគឺជាឫសគល់នៃសេចក្តីទុក្ខទេជាឫសគល់នៃវដ្តដាក់ទុក្ខទៅចម្រើនពរឧមែននាំឲ្យរួចផុតចាកទុក្ខឯណារួចផុតចាកទុក្ខនោះគឺចម្រើនសទ្ធាចម្រើនសតិសមាទិដ្ឋិណាសមាសង្កបៈសមាវាយាមៈសមាណាចម្រើនពរសមាសតិសមាសមាធិអីជាដើមណាអរិយមគ្គមានអង្គ8ណាអាហ្នឹងគឺទៅជាផ្លូវនៃការរួចផុតចាកទុក្ខហើយក្នុងកណ្ដាលហ្នឹងគឺលើកយើងចម្រើនតែអវិជ្ជាចម្រើនតែតណ្ហាការប្រាថ្នាត្រូវការចង់បានកើតទៀតចម្រើនពរបងមិនមែនហាមថាមិនឲ្យធ្វើបុណ្យណាធ្វើបុណ្យធ្វើចោះចម្រើនពរទានសិលភាវនាក៏ជាបុណ្យក៏ប៉ុន្តែអាតួការប្រាថ្នាចង់ទៅកើតនេះកើតនោះដល់អំណាចបុណ្យហ្នឹងហើយប្រាថ្នាចង់ទៅកើតចេះកើតចោះទៅអាតួប្រាថ្នាហ្នឹងគឺតណ្ហាដែរព្រោះទុក្ខវត្តដាក់ហ្នឹងវាមានការបដិសន្ធិមានការកើតទៅមានទុក្ខមានជាតិមានជរាមានព្យាធិមរណៈតទៅមកអំពីមានការកើតឃើញទេហើយសួរតែការកើតមកអំពីអីមកអំពីតួតណ្ហាប្រាថ្នាត្រូវការកើតតទៅទៀតហ្នឹងដូចជាព្រះអរិយបុគ្គលលោកធ្វើទានរក្សាសិលបង្អោនទៅដើម្បីឲ្យចេញអំពីវត្តដាក់ទុក្ខទៅគឺបានន័យថាបង្អោនទៅឈប់កើតទៀតនេះអញ្ចឹងគឺបានលោករួចផុតចាកទុក្ខប៉ុន្តែពុទ្ធជនយើងអត់ឃើញអញ្ចឹងណាចម្រើនពរឃើញថាធ្វើបុណ្យមិនប្រាថ្នាគឺមិនបានឃើញថាការបានហ្នឹងគឺវិបាកឃើញរូបឬសូរសម្លេងធំក្លិនដឹងរសដឹងផុតពីតាមផ្លូវភ្នែកទៅជាចំអកដាតកាយដែលជាសុខហ្នឹងគឺសម្គាល់ថាបានមកអំពីការប្រាថ្នាវិញឬក៏នៃការកុសលវិបាកដែលឃើញរូបល្អឬសូរសម្លេងធំក្លិនដឹងរសដឹងផុតពីល្អក្នុងភពភូមិឋានណាទាំងអស់នេះមិនមែនកើតមកអំពីតួប្រាថ្នាទេការតអំពីកុសលកម្មហ្នឹងគឺជាពូជតាកុសលកម្មហ្នឹងចម្រើនពរមហាកុសល8ដួងហ្នឹងគឺណាមួយយ៉ាងកុសលវិបាក16ដួងឲ្យកើតឡើងគឺបដិសន្ធិក្នុងបដិសន្ធិកាលហើយក្រោយអំពីប្រវត្តិកាលមកឲ្យឃើញរូបល្អឬសូរសម្លេងល្អធំក្លិនដឹងរសដឹងផុតពីល្អអានឹងគឺជាកុសលវិបាកដែលកើតមកអំពីកុសលកម្មមិនមែនកើតមកអំពីលោភៈការប្រាថ្នាទៅបានទេមិនចាំបាច់ប្រាថ្នាក៏បានដែរឲ្យតែមានកុសលកម្មហ្នឹងគឺមានហើយត្រូវតែយ៉ាងផលវិបាកឃើញនៅរូបល្អឬសូរសម្លេងល្អធំក្លិនដឹងរសដឹងផុតពីល្អមិនចាំបាច់ប្រាថ្នាទេអាការប្រាថ្នាហ្នឹងគឺធ្វើឲ្យបុណ្យហ្នឹងគឺមានកម្លាំងថយចុះវិញធ្វើបុណ្យហើយមានការប្រាថ្នាខាងក្រោយអាហ្នឹងគឺធ្វើឲ្យបុណ្យហ្នឹងគឺមានកម្លាំងថយចុះវិញតែលោកប្រាប់ថាមានលោភៈជាបរិវារខាងដើមនិងខាងចុងហ្នឹងគឺបានន័យថាក្នុងគណៈដែលធ្វើទានអាហ្នឹងគឺជាបុណ្យប៉ុន្តែមុននឹងធ្វើទានប្រាថ្នាណាយើងចង់ទៅកើតក្នុងទីនេះទីនោះទៅយើងធ្វើទាននេះអាហ្នឹងគឺប្រាថ្នាមុនណាហើយតែធ្វើទានរួចហើយរក្សាសិលរួចហើយក៏ប្រាថ្នាទៀតដែរទាននេះឲ្យបានកើតក្នុងទីនេះទីនោះចម្រើនពរឃើញទេអានេះគឺមានលោភៈជាងក្រោយលោកប្រាប់ថាកុសលកម្មដែលមានលោភៈអកុសលដែលជាបរិវារខាងមុខខាងក្រោយវាធ្វើឲ្យកុសលហ្នឹងគឺមានកម្លាំងខ្សោយណាញ៉ាំងផលវិបាកកើតឡើងគឺមិនគ្រប់គ្រាន់មិនពេញណាមិនពេញចម្រើនពរដូចជាស្រូវតាក់ក្រោបមិនពេញចឹងចម្រើនពរព្រោះត្រូវអកុសលវាទៅបៀតបៀនខាងមុខខាងក្រោយពុំមែន
កុសលចេតនាត្រេកអរតាមក្រោយណាត្រេកអរថាអូអាត្មាអញបានលះនៅសេចក្តីកំណាញ់អាហ្នឹងគឺជាបុណ្យអបរចេតនាប៉ុន្តែដល់ធ្វើឲ្យមិនមែនត្រេកអរចំពោះការលះនៅកិលេសហ្នឹងណាការលះនៅកិលេសហ្នឹងគឺបានមិនត្រេកអរចំពោះកិរិយាដោយការលះកិលេសប្រព្រឹត្តទៅដើម្បីឲ្យអស់ទុកនៅក្នុងវត្តណាមិនត្រេកអរអញ្ចឹងណាក៏ប្រាថ្នាថាឲ្យកើតចេះកើតចុះមានចេះមានចុះវិញអាការប្រាថ្នាហ្នឹងគឺជាលោភៈវាមិនអាចដើម្បីញ៉ាំងផលវិបាកជាសុខឲ្យកើតឡើងទេប៉ុន្តែសាលោកមានអវិជ្ជាគ្រប់សង្កត់សម្គាល់ថាហ្នឹងគឺជាការល្អវិញការប្រាថ្នាហ្នឹងគឺជាល្អវិញចម្រើនពរណាមិនចាំបាច់ប្រាថ្នាទេឲ្យតែកុសលកម្មមានដូចជាញាតិញោមណាឃើញរូបមិនល្អហ្នឹងគឺមានតែប្រាថ្នាហើយព្រោះអកុសលកម្មមានវិញ្ញាណវិបាកកើតឡើងក្នុងពេលណាដែលឱកាសសមគួរគឺអកុសលកម្មដែលមានហើយនោះវិញ្ញាណវិបាកកើតឡើងមិនចាំបាច់ប្រាថ្នាត្រូវការទេចម្រើនពរយ៉ាងណាកុសលវិបាកហ្នឹងក៏ដូចគ្នាវាកើតឡើងអំពីកុសលកម្មតែមានឱកាសមានពេលវេលាគ្រប់គ្រាន់បច្ច័យនឹងគ្រប់គ្រាន់វិញ្ញាណផលវិបាកកើតឡើងតាមកម្លាំងកម្មហ្នឹងឯងកម្លាំងកម្មហ្នឹងគឺមានកម្លាំងបណ្ណាអាហ្នឹងគឺផលវិបាកហ្នឹងវាកើតឡើងតាមកម្លាំងរបស់កម្មហ្នឹងចម្រើនពរមិនមែនតាមកម្លាំងនៃការប្រាថ្នាទេហ្នឹងចម្រើនពរហ្នឹងណាអញ្ចឹងគឺបរិយាជាហ្នឹងគឺដែលធ្វើទុកទោសទរណកម្មហ្នឹងក៏បាបដែរអញ្ចឹងគឺនិរិយបាលដូចជាបានសម្ដែងឲ្យខាងដើមណាដូចគ្នានិរិយបាលដែលធ្វើបាបសត្វនរកហ្នឹងគឺមិនមែនថាបុណ្យទេណាចម្រើនពរគឺប្រព្រឹត្តទៅដោយអំណាចទោសៈការបន្ទុះសារាយបៀតបៀនចងកម្មពាវរីអញ្ចឹងគឺសត្វនរកហ្នឹងក៏បាបពេលដែលនិរិយបាលធ្វើទុកទរណកម្មហ្នឹងក៏បាបព្រោះមានទោសៈចិត្តបន្ទុះសារាយចងកម្មជាមួយនឹងនិរិយបាលហើយសត្វនិរិយបាលហ្នឹងក៏បាបដែរព្រោះចិត្តនោះវាចង់កាត់គេចង់កាប់គេចង់សម្លាប់គេឃើញទេចម្រើនពរអាហ្នឹងក៏បាបហើយវាបាបគ្នាទៅវិញទៅមកអញ្ចឹងអាហ្នឹងកាលណាដែលជោគទេទៅបរិសន្ធិនៅក្នុងនរកតទៅទៀតព្រោះក្នុងកណ្ដាលហ្នឹងគឺចម្រើនតែអកុសលណាចម្រើនពរអញ្ចឹងណាហើយលោកប្រាប់ថាពួកភិក្ខុទ្រុសិលជាអលជ្ជីណាសម្រាប់មនុស្សហើយសម្រាប់ពួកភិក្ខុទ្រុសិលអលជ្ជីបុគ្គលដូចតែបានពោលមកនេះសូម្បីតែភិក្ខុហ្នឹងគឺជាទ្រុសិលក៏ដោយជាអលជ្ជីអីយ៉ាងណាក៏ដោយយើងមិនគួរប្រមាថជេរមើលងាយទេប៉ុន្តែបើយើងនិយាយលើកធម៌វិន័យមកគឺមកនិយាយដើម្បីឲ្យដឹងធម៌ដឹងវិន័យអាហ្នឹងគឺបានប៉ុន្តែកុំទៅប្រមាថទៅជេរទៅមើលងាយគេណាដោយការបន្ទុះស្រាយអាហ្នឹងក៏អត់ត្រូវដែរចម្រើនពរណាប្រមាថមើលងាយបន្ទុះស្រាយគេនិយាយមួយបង្កាច់អីគេជាដើមលើសខុសអំពីការពិតអីតទៅទៀតជាដើមចឹងទៅអ្នកនឹងខុសប៉ុន្តែមិនដឹងថាខុសស្អីចេះតែថាគេខុសណាចម្រើនពរអាហ្នឹងក៏ចូលនៅក្នុងលក្ខណៈដែលគេខុសពិតក៏ដោយឬថាយ៉ាងណាអីក៏ដោយប៉ុន្តែយើងពោលដោយបន្ទោសបង្អាប់គេអាហ្នឹងគឺបាបដដែលហ្នឹងចម្រើនពរមិនមែនបន់ទេអញ្ចឹងបើយើងនេះនេះយើងមិនបាច់ថាអ្នកនេះខុសអ្នកនោះខុសទេយើងកន្លែងខុសនិយាយយ៉ាងម៉េចអាហ្នឹងគឺយើងសរសេរថាការនិយាយយ៉ាងនេះវាខុសនៅក្នុងគម្ពីរយ៉ាងនេះគម្ពីរបានថាយ៉ាងនេះហើយអ្នកនេះគឺនិយាយយ៉ាងនេះមិនបាច់ចាំសេឈ្មោះគេទេថាប្រសិនបើនិយាយយ៉ាងនេះវាខុសជាមួយក្នុងគម្ពីរយ៉ាងនេះណាអាហ្នឹងគឺបានប៉ុន្តែយើងចេះច្រើនគឺសុទ្ធតែថាគេខុសប៉ុន្តែមិនដឹងថាខុសត្រង់កន្លែងណាហើយកន្លែងណាហើយចេះតែចោទចេះតែប្រកាន់អីជាដើមចឹងទៅអាហ្នឹងវាមានទោសធ្ងន់ចឹងលាតនរកទាំងអស់ភិក្ខុសាមណេរឧបាសកឧបាសិកាបរិនិច្ចាកហបតីអីអាគេខុសហ្នឹងពិតនឹងក៏ដោយយើងបន្ទោសរាយគេអាហ្នឹងក៏យើងខុសដែរចម្រើនពរណាជួនកាលគេមិនខុសគេនិយាយត្រូវហើយយើងមិនយល់សេចក្តីនៃប្រធัวឬថាសេចក្តីនៃបំណងរបស់គេនិយាយអាហ្នឹងគឺយើងចោទប្រកាន់គេព្រោះយើងមិនយល់ដូចជាពួកកណ្ដេរថៃអញ្ចឹងគេស្ដាប់ធម៌ព្រះអង្គមិនយល់ថាព្រះអង្គហ្នឹងគឺអញ្ចឹងចង់ឲ្យជាដើមអញ្ចឹងទៅចម្រើនពរអានេះក៏មានដែរណាអញ្ចឹងក្នុងពេលណាដែលយើងស្ដាប់មិនយល់ហ្នឹងមិនធម៌ហ្នឹងគឺអាក្រក់ទាំងអស់ទេកាលណាអ្នកដែលសំដែងហ្នឹងគឺកុហកយើងអាហ្នឹងគឺអ្នកហ្នឹងខុសពិតទេ
ប៉ុន្តែបើអ្នកនេះគឺសម្ដែងតាមសេចក្តីពិតនៃធម៌ប្រាប់បង្ហាញផ្លូវដើម្បីចម្រើននៅអរិយមគ្គប៉ុន្តែដែលយើងស្ដាប់អត់យល់យើងចោទប្រកាន់គេថាអញ្ចេះថាអញ្ចោះអាធម៌នេះគឺវាមិនត្រូវអីចេះព្រោះស្ដាប់ទៅអត់យល់ចម្រើនទៅយើងស្ដាប់អត់យល់បញ្ញាយើងគឺមិនដល់ប៉ុន្តែយើងមិនឃើញទោសរបស់អវិជ្ជារបស់យើងមិនឃើញយើងឃើញទោសអ្នកសំដែងជាដើមចឹងទៅអាហ្នឹងគឺខុសធ្ងន់ទៀតហើយយើងបានប្រមាថបានអីទេជាដើមចឹងទៅអាហ្នឹងខុសធ្ងន់ទៀតចម្រើនទៅណានឹងគឺអញ្ចឹងហើយចម្រើនពរបុគ្គលដែលបានពោលមកហើយនេះកាលបើស្លាប់ទៅហើយនឹងបានទៅសោយទុក្ខនៅក្នុងកាលៈសុតានរកដោយចំណាយច្រើនណាដោយចំណាយច្រើនណាចម្រើនពរនឹងគឺលោកប្រាប់ថាដោយចំណាយច្រើនប៉ុន្តែអាចទៅកើតនៅក្នុងទីដតីផ្សេងអីជាមិនដឹងចម្រើនពរប៉ុន្តែភាគច្រើនគឺទៅកើតនៅក្នុងទីហ្នឹងធ្វើបាបកម្មប្រភេទហ្នឹងភាគច្រើនទៅកើតនៅក្នុងទីកន្លែងហ្នឹងណាចម្រើនពរម្យ៉ាងទៀតបុគ្គលអ្នកសម្លាប់ឪពុកម្ដាយក៏នឹងទៅសោយទុក្ខក្នុងកាលៈសោតានរោគដូចគ្នាណាដូចមាននៅក្នុងសង្កិច្ចៈជាដកសង្កិច្ចៈរបស់បាបពោលទៅកាន់ព្រះរាជាថាណាចូលទៅកាន់ព្រះពោលទៅកាន់ព្រះរាជាថាបុគ្គលណាជាអ្នកអាក្រក់សម្រាប់បិតាដោយសេចក្តីល្មោបក្នុងទ្រព្យឬដោយសេចក្តីខឹងក្រោធបុគ្គលនោះត្រូវតែសោយទុក្ខឆេះនៅក្នុងកាលៈសុត្តនរកអស់កាលយូរណានឹងវាអាចមានចឹងចម្រើនទៅតទៅគឺទី3បុគ្គលអ្នកមាននាទីធ្វើទរណកម្មសត្វដំរីឃើញទេណាសេះគោក្របីឡាក់មានច្រើនទៀតសត្វធាតុគ្រប់យ៉ាងចម្រើនទៅណានិងបុគ្គលអ្នកបៀតបៀននៅសត្វដែលខ្លួនកំពុងប្រើជាប្រយោជន៍ប្រើគេជាប្រយោជន៍ឲ្យបៀតបៀនគេដោយគ្មានសេចក្តីមេត្តាអាណិតសោនិងពុះព្រានបក្សីព្រានមរិកជាដើមនេះសម្រាប់សត្វសម្រាប់នៅសត្វជើង4មរិកហ្នឹងគឺសត្វជើង4បក្សីនេះគឺសត្វស្លាបបុគ្គលដែលបានពោលមកហើយនេះការបើស្លាប់ទៅហើយនឹងត្រូវទៅសោយទុក្ខនៅក្នុងសង្ឃាតនរកដោយភាគច្រើនអានេះគឺលោកនិយាយថាដោយភាគច្រើនទេណាទៅគឺទី4គឺអ្នកនេសាទនិងអ្នកដុតព្រៃឃើញទេណាអ្នកដុតព្រៃណាចម្រើនពរណាទាំងភិក្ខុទាំងសាមណេរអីចូលចិត្តណាចម្រើនពរដុតព្រៃព្រោះមានសត្វល្អិតនៅក្នុងទីហ្នឹងយើងមើលមិនឃើញយើងមិនចង់ឲ្យវាស្លាប់ក៏ដោយក៏ប៉ុន្តែយើងដឹងថាមានសត្វណាយើងដុតទៅដឹងថាស្លាប់ហើយសត្វល្អិតនៅក្នុងទីហ្នឹងគឺមានរស់នៅហើយបើភ្លើងឆេះសន្ធោសន្ធៅហើយសត្វសម្បោចសត្វល្អិតសត្វអីក៏នៅជ្រកនៅក្នុងក្នុងសន្លឹកឈើក្នុងអីហ្នឹងហើយមិនងល់ពីណាទៅកើតចម្រើនពរណាអ្នកនេសាទនឹងដុតព្រៃដែលជាសត្វទាំងឡាយអាស្រ័យនៅឬអ្នកចងខាំងសត្វទុកមានបក្សីជាដើមទុកដើម្បីសម្រាប់បុគ្គលអ្នកផឹកសុរាសវឹងហើយមកប្រទោសបុគ្គលដតីដោយប្រការផ្សេងណាអ្នកសម្រាប់សត្វបៀតបៀនដុតព្រៃដុតអីខាំងសត្វទុកដើម្បីសម្រាប់អ្នកផឹកស្រាជាដើមហើយមកប្រទោសស្រាយបុគ្គលដតីផ្សេងបុគ្គលដោយតែពោលមកហើយនេះការបើស្លាប់ទៅហើយក៏រមែងទៅសោយទុក្ខនៅក្នុងចូលៈរោរូបវៈនរកដោយភាគច្រើនគឺនរកស្រែកយំរហូតចម្រើនពរណាហើយទី5គឺបុគ្គលអ្នកលួចទ្រព្យសម្បត្តិរបស់ឪពុកម្ដាយណាចម្រើនពរណាគ្រូអាចារ្យឬលួចទ្រព្យសម្បត្តិរបស់ភិក្ខុសាមណេរតបោះដូនជីឲ្យបានសេចក្តីលំបាកអានឹងគឺច្រើនណាស់ចម្រើនពរសម័យបច្ចុប្បន្នហ្នឹងគឺច្រើនមែនទែនក្នុងវត្តអារាមអីហ្នឹងគឺចម្រើនពរច្រើនឬថាលួចយកគ្រឿងសក្ការៈដែលគេបូជាព្រះរតនត្រ័យណាមិនដឹងចម្រើនពរឃើញទេច្រើនណាចម្រើនពរឬថាយកព្រះរតនត្រ័យទៅតាំងចឹងទៅហើយគេបូជាព្រះរតនត្រ័យយកទ្រព្យសម្បត្តិហ្នឹងគឺប្រើប្រាស់ខ្លួនឯងទៅចម្រើនពរក៏មានចម្រើនពរច្រើនណាដាក់សរសេរថាព្រះរតនត្រ័យបូជាព្រះរតនត្រ័យ
ក៏ប៉ុន្តែដល់គេបូជាដល់ព្រះរតនត្រ័យហើយមិនទៅចាត់ចែងនៅក្នុងព្រះរតនត្រ័យណាយកនៅប្រើប្រាស់ខ្លួនឯងមានច្រើនតាមទីកន្លែងនេះកន្លែងនោះអីជាដើមផ្សេងដឹងថាណាជំងឺប្រសង់អីជាដើមចឹងទៅយកសង្ឃយកឈ្មោះសង្ឃហ្នឹងគឺទៅបាំងមុខជាដើមប៉ុន្តែដល់បានទៅមានតែចាត់ចែងចំពោះសង្ឃណាចាត់ចែងចំពោះក្រុមបកពួកគណៈបុគ្គលខ្លួនឯងអីជាដើមចឹងទៅព្រោះมันស្មើទូទៅដល់សង្ឃណាចម្រើនបងណាហ្នឹងក៏បាបចូលនៅក្នុងទីហ្នឹងទាំងអស់បោកប្រាស់ទេណាឬថាបោកបញ្ឆោតយកទ្រព្យបុគ្គលដទៃយកមកធ្វើជារបស់ខ្លួនឃើញទេណានឹងអ្នកដែលលួចដោយប្រការៈដទៃណាមួយផ្សេងទៀតក្នុងបណ្ដាការលួច25យ៉ាងនោះបុគ្គលដូចជាបានពោលមកនេះការដែលស្លាប់ទៅហើយនឹងត្រូវតែសោយទុក្ខក្នុងមហារោរវៈនរកហ្នឹងគឺដោយច្រើនណាចម្រើនពរតទៅណាអស់ហើយញោមណាទី6គឺបុគ្គលអ្នកដុតណាអ្នកដុតភូមិស្រុកកុដរោងឧបោសថឧបឋានសាលាប្រាសាទបំផ្លាញនៅព្រះចេតិយបុគ្គលដូចជាបានពោលមកនេះការបើស្លាប់ទៅហើយនឹងត្រូវសោយទុក្ខនៅក្នុងចូលតាបណានរកណាដូចជាអីដូចជាបរោះចោលម្នាក់ដុតបំផ្លាញនៅព្រះគុណកុដរបស់ព្រះសម្មាសម្ពុទ្ធកសបៈហ្នឹងហើយគ្នានៅក្នុងនរកហើយលោកប្រាប់ថាមកកើតជាប្រែតណាក្នុងកម្ពីធម្មបទលោកប្រាប់ថាកើតប្រែតទេណាដុតបំផ្លាញនៅប្រគុណកុដកើតជាប្រែតទេឃើញទេតាមពិតគឺធ្លាទៅក្នុងនរកហ្នឹងគឺសិនក្នុងអត្តកថាហ្នឹងគឺលោកប្រាប់ថាសត្វទាំងឡាយដែលកើតជាប្រែតហ្នឹងគឺជាច្រើនមកកំពីកំណើតនរកសិនប៉ុន្តែក្នុងកម្ពីលោកប្រាប់ថាការជាប្រែតនោះលោកពោលកាត់ទេកាត់អត្តភាពជាតិកំណើតមុនចោលហើយយកនៅអត្តភាពចុងក្រោយដែលកំពុងប្រកបណាដូចជាព្រះមហាមុគលានកំពុងឃើញសត្វប្រែតណាហើយសួរថាពីជាតិមុនប្រែតហ្នឹងគឺធ្វើបាបកម្មអីគឺនិយាយបាបកម្មពីជាតិមុនធ្វើឲ្យបាញ់កើតមកជាប្រែតហ្នឹងប៉ុន្តែមុននឹងកើតមកជាប្រែតហ្នឹងអាជាតិមុនដែលមិនតាន់ដែលមិនមែនជាកំពុងប្រកាសនៅក្នុងពេលហ្នឹងនោះលោកពោលហ្នឹងគឺពោលចំពោះអត្តភាពប្រកបដែលកំពុងឃើញដល់ភ្នែកនៅក្នុងពេលហ្នឹងទេប៉ុន្តែអត្តភាពមុននោះគឺគិតទៅកើតជានៅក្នុងនរកអីជាដើមនោះគឺมันបានប្រកបណាអញ្ចឹងលោកពោលកាត់ចោលទៅប៉ុន្តែតាមពិតគឺទៅកើតនៅក្នុងនរកសិនទៅបានមកកើតជាប្រែតចម្រើនតណាហើយទី7គឺបុគ្គលអ្នកយល់ថាធម៌ល្អទាំងពួងណាធម៌ល្អទាំងពួងមានសិលសមាធិបញ្ញាជាដើមនេះមិនមែនសារៈប្រយោជន៍អ្វីទេมันអាចដើម្បីធ្វើទុកល្អទៅបានទេណាចំណែកធម៌អាក្រក់មានសម្រាប់សត្វលួចត្រប្រព្រឹត្តខុសក្នុងកាមនិយាយកុហកផឹកទឹកសុរាជាដើមនោះយល់ឃើញថាទើបមានសារៈប្រយោជន៍អានេះពុកលោកលោហៈគង្ឃីនរកសេដ្ឋីបុត្រ4នាក់ហ្នឹងគឺយល់អញ្ចឹងចម្រើនបងយល់អញ្ចឹងការធ្វើបុណ្យធ្វើល្អអីទាំងអស់នោះអត់បានប្រយោជន៍ទេជីវិតយើងអត់មានប្រយោជន៍អីទាំងអស់យកទ្រព្យសម្បត្តិទៅធ្វើបុណ្យធ្វើទានទៅណាទំនុកបំរុងភិក្ខុសង្ឃជាដើមហ្នឹងឲ្យអ្នកកំសត់ទុរគតហ្នឹងអត់មានប្រយោជន៍អីទេណាអញ្ចឹងគឺជីវិតយើងមានទ្រព្យសម្បត្តិទ្រព្យកោតហ្នឹងនាំគ្នាប្រព្រឹត្តខុសក្នុងកាមទៅលួចប្រពន្ធកូនគេរបស់អ្នកដទៃផឹកស្រាបរិភោគរបស់ឆ្ងាញ់ដើរកំសាន្តដើរសប្បាយអររីករាយណាប្រព្រឹត្តល្បែងមកប្រព្រឹត្តនៅការធ្វើឲ្យខ្លួនហ្នឹងគឺសប្បាយអញ្ចឹងទៅជីវិតហ្នឹងគឺមានសារៈឃើញទេយល់ថាអាការធ្វើបាបហ្នឹងគឺទៅធ្វើមានសារៈនៅក្នុងជីវិតវិញមានសារៈមានប្រយោជន៍វិញដូចជាញាតិញោមអញ្ចឹងចម្រើនពួកញាតិញោមរៀនធម៌ហ្នឹងគឺយល់ហើយណាយល់ថានឹងបុណ្យអានឹងបាបប៉ុន្តែសំកល់ថាការទៅទេសចរទៅលេងកំសាន្តអីជាដើមហ្នឹងវាធ្វើឲ្យជីវិតហ្នឹងវាមានស្រស់ស្រាលវិញចម្រើនព្រោះឃើញមិនដឹងថាអានឹងបាបអញ្ចឹងក៏នាំគ្នាទៅទេសចរទៅលេងទៅកំសាន្តអីជាដើមអញ្ចឹងទៅណាប៉ុន្តែអានឹងគឺមិនហាមទេចម្រើនព្រោះប៉ុន្តែឲ្យសំកល់ថាអានឹងវាបាបអានឹងមិនមែនបុណ្យទេណាចម្រើនព្រោះណាប៉ុន្តែកិលេសវានៅមានធ្វើអញ្ចឹងប៉ុន្តែយើងបើនឹកឃើញថាអានឹងគឺបាបយូរទៅយើងខ្លាច
យើងមិនទៅធ្វើអញ្ចឹងទៀតយើងមិនសប្បាយអរីករាយភ្លើតភ្លើននៅក្នុងកាមគុណអារម្មណ៍នឹងទៀតណាចម្រើនពរប៉ុន្តែបើយើងធ្វើឲ្យទាំងនៃសម្គាល់ថាហ្នឹងគឺមិនបាបទេមិនមែនទៅលួចប្លន់កាប់សម្លាប់ពីគេណាទៅសប្បាយអរីករាយតាមកំសាន្តតាមព្រៃភ្នំតាមឧទ្យានសួននឹងគឺធ្វើជីវិតហ្នឹងឲ្យមានអាយុវែងអ្នកខ្លះក៏ថាអញ្ចឹងថាធ្វើជីវិតហ្នឹងឲ្យមានអាយុវែងជីវិតហ្នឹងមានខ្លឹមសារអញ្ចឹងតាអាហ្នឹងគឺយកខុសធ្ងន់ទៅទៀតដែរចម្រើនពរអានេះដែលទៅហ្នឹងគឺលះកិលេសមិនតន់អស់សម្គាល់ថាអាហ្នឹងបាបព្រោះក្រន់បន្តិចប៉ុន្តែអានេះដែលធ្វើហ្នឹងខ្លះគឺមិនសម្គាល់ថាអាហ្នឹងបាបសម្គាល់ថាមិនបាបហ្នឹងណាចម្រើនពរអាហ្នឹងរឹងរឹតតែធ្ងន់ដែរมันមានឱកាសដើម្បីលះបានដែរចម្រើនពរណានឹងអញ្ចឹងប្រព្រឹត្តសុខក្នុងកាមប្រព្រឹត្តខុសក្នុងកាមនិយាយកុហកផឹកទឹកសុរាជាដើមនោះយល់ឃើញថាទើបមានសារៈប្រយោជន៍ឬថាបុគ្គលអ្នកមានឧច្ឆេតទិដ្ឋិគឺយល់ឃើញថាធ្វើអាក្រក់ធ្វើល្អគ្រប់យ៉ាងមិនមានប្រយោជន៍ហើយមិនមានទោសអ្វីទេព្រោះសត្វទាំងពួងស្លាប់ហើយសូន្យមិនមានផលជាសុខជាទុក្ខអ្វីកើតអំពីកម្មនោះទេណានឹងគឺចូលភាគច្រើនញាតិញោមសពថ្ងៃហ្នឹងគឺចូលត្រង់កន្លែងហ្នឹងគឺច្រើនចម្រើនពោះណាហើយប៉ុណ្្នឹងញាតិញោមមានសង្ស័យទេបើឱកាសឲ្យញាតិញោមសាកសួរសន្ទនាខ្លះចម្រើនពោះញោមណាមានសង្ស័យអីសាកសួរកណាសូមនមស្ការថាគុណព្រះអង្គគ្រូហើយកណាសូមឱកាសទូលសួរថាជាបើដូចជាក្នុងបច្ចុប្បន្នកូនដូចជាសារថាកូនប្រមាថម្ដាយដូចថាពាក្យសម្លាប់ពាក្យគឺថាអសុរោះចំពោះម្ដាយដូចថាអញ្ចឹងតើវាក្នុងចេតនារបស់កូនហ្នឹងពេលហ្នឹងគឺថាអាចដែលថាទៅធ្លាក់នៅក្នុងនរកដែងនេះនឹងដែរគុណចាស់កណាអរគុណណាវាអាចទៅចម្រើនពោះក្នុងកណ្ដាលដែលយើងខ្លាគាត់នឹងប្រមាថមើលងាយគាត់ហើយចម្រើនពោះมันគោរពគាត់ណាអាការมันគោរពហ្នឹងគឺប្រមាថគាត់ហើយមើលងាយគាត់ហើយណាបើយើងមានចិត្តគោរពចិត្តកោតក្រែងទោះបីខឹងយ៉ាងណាក៏អត់ហ៊ានជេរហ៊ានស្ដីដែរចម្រើនពរញាតិញោមសង្កេតចិត្តញាតិញោមឬថាសាសសង្កេតមើលបើមិនដឹងថាញាតិញោមមិនដឹងមិនណាអាត្មាក៏ខឹងដែរគ្រូអាចារ្យជាដើមហ្នឹងចេះខឹងដែរប៉ុន្តែរឿងដែលការតបតជាមួយនឹងការនិយាយស្ដីតបតជាមួយគ្រូអាចារ្យហ្នឹងគឺអត់ហ៊ានសោះដឹងថាលោកហ្នឹងគឺមានគុណកាលដែលនៅរៀននៅអីហ្នឹងគឺលោកកវត្តកវីសេមេរៀនមេអីឲ្យលោកហ្នឹងសូម្បីតែត្រូវហើយយើងមើលគម្ពីរអ្នកដែលស្រាវជ្រាវមើលគម្ពីរច្រើនប៉ុន្តែដល់សរសេរទៅវាខុសគម្ពីរហ្នឹងប៉ុន្តែវាត្រូវគម្ពីរផ្សេងប៉ុន្តែលោកថាអត់យកទេអាហ្នឹងអត់យកទេលោកក៏វត្តកវីចោលតែម្ដងប៉ុន្តែក្នុងគណៈហ្នឹងគឺសួរតែខឹងទេខឹងប៉ុន្តែមិនហ៊ានថាអីគ្រូទេនឹកឃើញថាលោកមានគុណតែថាទៅដឹងថាបាបខឹងសូម្បីតែក្នុងគណៈខឹងហ្នឹងក៏បាបដែរប៉ុន្តែវាក្រន់ជាងប្រព្រឹត្តចេញតាមកាយតាមវាចាណាចម្រើនពរអ្នកគោរពអញ្ចឹងមិនហ៊ាននិយាយចេញស្ដីទៅនឹកឃើញថាលោកហ្នឹងគឺមានគុណអញ្ចឹងគឺទោះបីខឹងយ៉ាងណាក៏អត់ហ៊ានប្រព្រឹត្តទៅតាមកាយតាមវាចារឹងរូសធ្វើមុខអាការៈចំពោះមុខលោកធ្វើឲ្យលោកមិនសប្បាយចិត្តអត់ចិត្តខឹងប៉ុណ្ណាទទួលលោកថាកណាណាកណាដឹងខុសកណាដឹងខុសជាដើមយើងទៅឃើញធ្វើឲ្យលោកហ្នឹងគឺសប្បាយចិត្តប៉ុន្តែក្នុងកណាហ្នឹងគឺខឹងអានេះគឺមានការគោរពនឹកគុណដល់នឹកដល់លោកហ្នឹងគឺមានគុណលោកមិនមែនបំណងអាក្រក់ចំពោះលោកយើងទេលោកស្ដីឲ្យយើងក៏ដោយក៏ប៉ុន្តែលោកមិនមាននឹកឃើញថាលោកមិនមានបំណងអាក្រក់ចំពោះយើងទេលោកចង់ឲ្យយើងនឹងគឺចេះតែប៉ុណ្្នឹងណាប៉ុន្តែអាការៈដែលសម្ដែងចេញមកមិនពេញចិត្តយើងក៏ដោយក៏ប៉ុន្តែបំណងរបស់លោកចង់ឲ្យយើងចេះទេនឹកឃើញអញ្ចឹងក្នុងគណៈនឹងគឺមិនមែនលោកខុសទេលោកគុណមានគុណចំពោះយើងប៉ុន្តែយើងខឹងយ៉ាងណាក៏ដោយបើយើងនឹកឃើញអញ្ចឹងមិនហ៊ានទេយោប៉ុន្តែដល់អ្នកដែលហ៊ានថាហ៊ានស្ដីហ៊ានប្រមាថមើលងាយគាត់អីជាដើមហ្នឹងអាហ្នឹងគឺមិនគោរពគាត់នៅក្នុងពេលហ្នឹងប្រមាថគាត់សូម្បីតែគាត់ខុសក៏ដោយបើយើងគោរពគាត់និយាយគាត់ស្រួលល្អណាអ្នកបដាយចេះចុះបើយើងនឹកឃើញថាគាត់ហ្នឹងគឺមានគុណចំពោះយើងហើយក្នុងពេលនេះគឺគាត់ខុសក៏ដោយធ្វើអីខុសយ៉ាងមួយ
យ៉ាងណាមួយក៏ដោយប៉ុន្តែនឹកឃើញតែគ្រប់គាត់គុណគាត់ដែលចិញ្ចឹមគាត់មកចិញ្ចឹមយើងមកអញ្ចឹងកាលណាដែលយើងប្រព្រឹត្តខុសដឹងថាបាបធ្ងន់ហើយអញ្ចឹងទៅសូម្បីតែគាត់ខុសយ៉ាងណាក៏ទៅប្រាប់សម្រួលដែលអាចិត្តហ្នឹងវាមិនខឹងកើតឡើងសូម្បីតែឃើញគាត់ខុសយ៉ាងណាអាចិត្តខឹងហ្នឹងអត់កើតឡើងចម្រើនពរនេះហើយដល់យើងហ៊ានថាឲ្យគាត់ចេញទៅតាមផ្លូវកាយតាមវាចាអាហ្នឹងក៏ចិត្តយើងនៅក្នុងខណៈហ្នឹងគឺមិនញោមសម្លឹងចិត្តដល់ខ្លួនឯងណាអាហ្នឹងវាទៅតាមកម្មហ្នឹងទៅតាមចិត្តដែលប្រព្រឹត្តទៅយ៉ាងហ្នឹងចម្រើនពរអាហ្នឹងគឺនឹងមានដែរប៉ុន្តែបើយើងដឹងទោសកំហុសហើយយើងសុំខមាទោសអាហ្នឹងវាអាចស្រាលនៅជាដើមចម្រើនពរដល់អំណាចកុសលកម្មដែលយើងបើកបង្ហាញណាបើកបង្ហាញវិញដូចជាផ្ទះដែលយើងដឹងថាលិចហើយយើងតបមកវិញកុំឲ្យវាលិចខ្លាំងឡើងចម្រើនពរអាហ្នឹងវាអាចការពារអញ្ចឹងបានចម្រើនពរបើទៅកន្លែងហ្នឹងឯងចម្រើនពរបើយើងហ៊ានជេរហ៊ានថាស្ដីគាត់ហ្នឹងគឺដល់អំណាចចិត្តមិនល្អហ្នឹងឯងវាទៅនៅក្នុងនរកប៉ុន្តែមិនដឹងថាក្នុងទីណាបើថាកម្មហ្នឹងវាឲ្យផលណាញោមណាកណាម្ចាស់ អង្គគ្រូកណាសូមអនុញ្ញាតសំណួរមួយខ្លីអំពីដូចថាអឺបរិស័ទខ្លះចឹងជួនកាលឃើញជួនកាលមានចិត្តថាចង់និមន្តប្រសង់អីទៅដើរលេងអីចឹងទៅមើលទេសភាពអីចឹងតើបាបនឹងធ្វើអញ្ចឹងខុសដែរគុណចាស់គ្រាន់តែដូចថាទៅអឺទេសនាទៅធ្វើទេសនកិច្ចទៅកន្លែងដូចថាជាទេសភាពដោយលោកបានលំហើយកាយក្នុងខ្លះចឹងណាគុណចាស់តើការធ្វើនឹងអ្នកធ្វើនឹកថានឹងធ្វើបុណ្យទេដោយបំណងល្អដើម្បីជួយសម្រាលប្រសង់ដែលលោកនិមន្តមកចឹងមិនដែលបានមានទេសនកិច្ចអីកន្លែងគេល្អចឹងណាបងតែយ៉ាងម៉េចដែរគុណចាស់នឹងបាបដូចគ្នាចម្រើនពរតើធ្វើអីឲ្យលោកកើតលោភៈទោសៈមោហៈចម្រើនតែលោភៈហ្នឹងគឺបាបញោមឃើញអ្នកហ្នឹងគិតច្រើនណាស់លំបាកស្រែកអាយាយហើយញោមឲ្យអ្នកញោមឲ្យស្រានហ្នឹងផឹកហ្នឹងដើម្បីឲ្យដេកស្រួលកុំឲ្យគិតច្រើនអាណិតដល់អ្នកហ្នឹងឲ្យស្រាគេផឹកទៅឲ្យវត្តដេកឲ្យស្រវឹងដេកស្រួលបាបឬថាមិនបាបកណានឹងបាបហើយព្រោះអីស្រាស្វឹងគុណចាស់ណាហើយទៅលេងហ្នឹងមិនស្រវឹងទេស្រវឹងតលេងមិនស្រវឹងលោភៈទេស្រវឹងវាស្រវឹងកណាពីមោហៈនោះវាបាបវាវង្វេងស្រវឹងហ្នឹងមោហៈនាំឲ្យចម្រើនតែមោហៈអ្នកផឹកស្រាវដឹងខ្លួនប៉ុន្តែវាដឹងដល់ការវង្វេងមោហៈហ្នឹងបាបហ្នឹងវាត្រង់កន្លែងឲ្យគេចម្រើនមោហៈនោះញោមយល់ទេមិនឲ្យចម្រើនបញ្ញាណាមិនឲ្យចម្រើនសតិស្មារតីបញ្ញាអីមិនឲ្យចម្រើនទាំងអស់ចម្រើនតែមោហៈវង្វេងអ្នកផឹកស្រាហ្នឹងហើយយើងនាំលោកទៅលេងទៅកំសាន្តទៅសប្បាយអររីករាយចម្រើនលោភៈឬតែចម្រើនបញ្ញាបើថានិមន្តលោកទៅមើលសាកសពពិចារណាសាកសពអសុភកម្មដ្ឋានដូចជាអ្នកដុតខ្មោចចំណន់ព្រះអង្គនោះអ្នកដុតខ្មោចនៅមកនិមន្តព្រះអង្គមកនិមន្តលោកជាដើមឲ្យទៅពិចារណាសាកសពអាហ្នឹងគឺបានឲ្យចម្រើនបុណ្យដែរចម្រើនអសុភកម្មដ្ឋានចម្រើនកម្មដ្ឋានប៉ុន្តែនេះនិមន្តទៅលោកសប្បាយអររីករាយតាមព្រៃតាមភ្នំតាមប្រាសាទអីផ្សេងឲ្យសប្បាយឲ្យលោកភៈអាហ្នឹងគឺបាបប៉ុន្តែបើនិមន្តលោកដើម្បីសម្ដែងធម៌ទេសនាឬថាពិចារណាទៅណាក៏ដោយឲ្យតែពិចារណាសាកសពឃើញទោសនៅក្នុងវត្តដែរជាដើមអាហ្នឹងគឺបុណ្យប៉ុន្តែទៅហ្នឹងគឺចម្រើនតែលោភៈទោសៈមោហៈវង្វេងធ្វើឲ្យភ្លើតភ្លើនអាហ្នឹងគឺបាបហ្នឹងដូចគ្នាណាវាអ្នកឲ្យគេផឹកស្រាអាហ្នឹងគឺឲ្យគេវង្វេងបាបនៅត្រង់កន្លែងគេផឹកឲ្យគេវង្វេងគឺមោហៈហើយញាតិញោមធ្វើគេធ្វើឲ្យលោកសប្បាយអររីករាយហ្នឹងគឺកើតទៅក្នុងលោភៈហ្នឹងវាបាប
បាបឯលោភៈបាបឯញោម cái này lô phẹ ạ của sò លោភៈក៏អកុសល ខុស មោហៈក៏អកុសលបាបដូចគ្នា cái này na xong ọp tuần ọp tuần ប្រាំក៏នឹងគឺញោមពិចារណាខ្លួនឯងថាមកគ្រាន់តែឆ្លើយអញ្ចឹងដែរប៉ុន្តែបើថាសេចក្តីពិតយ៉ាងណាញោមពិចារណាខ្លួនឯងឲ្យចម្រើនព្រោះណាអាមួយគឺឲ្យគេឲ្យឆ្នាំកែរោគអាមួយគឺចម្រើននៅរោគហើយរបស់នោះវាឆ្ងាញ់ទេប៉ុន្តែដឹងថាទទួលទានទៅវានាំឲ្យរោគកម្រើកអញ្ចឹងវាធ្វើទុកលំបាកដល់គេណារោគលោភៈលោទោសៈមោហៈហ្នឹងវាចម្រើនទៅធ្វើឲ្យសង្សារវដ្តនឹងវែងឆ្ងាយដែរបាបអកុសលនឹងចម្រើនឡើងធ្វើឲ្យសង្សារវដ្តវែងឆ្ងាយធ្វើឲ្យទទួលទុកវែងឆ្ងាយដែរមិនមែនធ្វើឲ្យគេខ្លីអំពីសង្សារវដ្តណាធ្វើឲ្យខ្លីសង្សារវដ្តមានតែចម្រើនសិលសមាធិបញ្ញាហើយចម្រើនលោភៈចឹងចម្រើនមោហៈវង្វេងចឹងធ្វើម៉េចធ្វើឲ្យសង្សារវដ្តវែងឆ្ងាយធ្វើឲ្យអ្នកនឹងទទួលវដ្តណាទៅទុកនៅក្នុងវដ្តអសង្សារវែងឆ្ងាយតទៅទៀតយើងមិនសម្លឹងអញ្ចឹងណាអញ្ចឹងប៉ុណ្្នឹងឯងចម្រើនបងដំណើរបុណ្យកុសលនេះសូម ọp tuần ọp tuần ណាបានជាបច្ច័យដល់សពសត្វទាំងអស់មានសកាទេវរាស្នាយមរាជជាដើមហើយនឹងពពួកសត្វទាំងអស់នៅក្នុងវដ្តសង្សារនេះហើយបុព្វការីជនរបស់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាមានជីដូនជីតាមានតាបិតាទាំងអស់ដែលមានជីវិតរស់នៅក៏ដោយស្លាប់ទៅហើយក៏ដោយហើយនឹងបុព្វការីជនរបស់អាត្មាភាពមានញោមប្រុសញោមស្រីទៅធ្វើមរណកាលទៅហើយផងសូមឲ្យសពសត្វទាំងអស់បានទទួលចំណែកនៃបុណ្យកុសលនឹងគឺស្មើគ្នាឲ្យបុណ្យកុសលនេះសូមបានជាបច្ច័យដល់ញាតិញោមទាំងអស់គ្នាដែលកំពុងសិក្សានៅខាងសហរដ្ឋអាមេរិកក៏ដោយនៅស្រុកខ្មែរទាំងអស់ក៏ដោយហើយញោមណាក្រុមគ្រួសាររបស់ញោមសឿនបុប្ផាញោមដួងវ៉ាន់ហើយជាដើមញោមចឹងថៃងាជាដើមដែលកំពុងមានជំងឺសូមឲ្យគាត់បានទទួលចំណែកបុណ្យកុសលនឹងគឺស្មើគ្នាផងហើយសូមបានជាបច្ច័យនៃការរួចផុតចាកទុក្ខទាំងអស់គ្នាចម្រើនពរអាត្មាភាពក៏ចម្រើនពរញាតិញោមពុទ្ធបរិស័ទមានប្រមាណប៉ុណ្ណឹងសិនចម្រើនពរ សូមក្រាបថ្វាយបង្គំលាព្រះអង្គគ្រូអរ លាបងបងអរគុណលា លាបងបងក្នុងក្រុមអរគុណច្រើន អរសូមលាសុខសប្បាយ ចា